ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃ8មីនានារីបាទគួរចេញដំណើរកម្សាន្តជូនក្រុមគ្រួសារហ្នឹងដើរមកលេងតិចបាទឥឡូវបាទនៅតាមដល់ផ្លូវជាតិលេខ3បងប្អូនមនុស្សគ្នាច្រើនបាទច្រើនពីពងបាយមាន់បាទរសជាតិឆ្ងាញ់បាទចូលហូបឲ្យសិនពីព្រឹកបាទម៉ោង8ហើយអញ្ចឹងបងប្អូនចូលទៅក្នុងហាងជាមួយខ្ញុំចង់ដឹងថាពីពងបាយមាន់កាទៀវឈ្ងុយឆ្ងាញ់ហ្នឹងតើរសជាតិឈ្ងុយឆ្ងាញ់ដូចផ្លាកអត់ដែរអត់បាទចូលមកគ្នាអូខេបាទនេះគឺជាហាត់ខានបាទពីពងបាយមាន់កាទៀវឈ្ងុយឆ្ងាញ់បាទអញ្ចឹងចូលហូបកាទៀវឈ្ងុយឆ្ងាញ់ហើយបាយមាន់មានរសជាតិឈ្ងុយឆ្ងាញ់បាទមកដល់ហើយបាទនេះគឺធីមរបស់យើងជួបជុំគ្នាមកតែ2ឡាននេះថ្ងៃនេះDạy game kìa. Cái thân chém kìa.បាទបន្ទាប់ពីហូបកាទៀវនឹងបាយមាន់ហើយឃើញតែរសជាតិឈ្ងុយឆ្ងាញ់របស់គាត់មែនបានភ្ញៀវចូលច្រើនបងប្អូនណាអញ្ចឹងបងប្អូនកុំភ្លេចចូលហូបទាំងអស់គ្នាអូខេ